ថ្ងៃនេះខ្ញុំសូមបង្ហាញម្ហូបខ្មែរមួយមុខដែលសាមញ្ញតែរសជាតិឆ្ងាញ់ស្ងោរស្លឹកជន្លង់ឆ្អឹងជំនីជ្រូកចាប់ផ្ដើមពីការបេះត្រួយជន្លង់យើងក្តិចយកទៅកន្លែងខ្ចីមកហើយបន្ទាប់មកយើងលាងទឹកវាឲ្យស្អាតបន្ទាប់ពីយើងធ្វើការលាងស្លឹកជន្លង់ស្អាតហើយយើងយកការ៉ុតមកហាន់វាមកយើងកាត់វាតូចៗដើម្បីឲ្យងាយស្រួលក្នុងការញ៉ាំតែកាលណាយើងកាត់តូចចឹងទៅក្មេងក៏គាត់អាចញ៉ាំបានដែរហើយគ្រឿងផ្សំបន្ទាប់គឺគល់ខ្ទឹមគ្រប់ម្ហូបរបស់នាងខ្ញុំមិនដែរអត់ទេគល់ខ្ទឹមសក៏ខ្ញុំដាក់ដែរដំវាសំប៉ែតមកយើងបកសម្បកវាឲ្យស្អាតពេលនេះយើងរួចរាល់ជាការស្រេចក្នុងការរៀបចំគ្រឿងមុននឹងចម្អិនបន្ទាប់មកយើងធ្វើការដាក់ឆ្នាំងចាក់ទឹកចូលបន្ទាប់មកបន្ថែមគ្រឿងទេសតិចៗដើម្បីឲ្យទឹកស៊ុបមានរសជាតិឆ្ងាញ់បន្ទាប់ពីទឹកពុះហើយយើងដាក់សាច់ជ្រូកចូលដាក់ការ៉ុតចូលដួសពពុះចេញខ្លះទៅបន្ទាប់មកយើងថែមគ្រឿងមានទឹកស៊ីអ៊ីវទឹកត្រីប៊ីចេងម្រេចពេលដែលទឹកពុះល្អហើយយើងដាក់ស្លឹកជន្លង់ចូលក្លិនស្លឹកជន្លង់ពេលស្ងោរជាមួយឆ្អឹងជំនីជ្រូកគឺឈ្ងុយខ្លាំងហើយញ៉ាំជាមួយបាយក្តៅៗពិតជាឆ្ងាញ់បាទចូលចិត្តវីដេអូនេះសូមកុំភ្លេច follow like comment និងចែករំលែកបន្តអរគុណបាយបាយ